សាកថ្មជីវិតលើកនេះគឺពួកយើងសាកឡើងប៉ោងថ្មជីវិតតែម្ដងដោយកំណើកំសាន្តរបស់ពួកយើងលើកនេះគឺយើងនឹងធ្វើដំណើរទៅកាន់ផ្លូវបូកគោថ្មីដែលយើងចុះពីភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ4ដែលគេកំពុងតែសាងសង់ផ្លូវថ្មីនឹងឯងអញ្ចឹងផ្លូវហ្នឹងគឺសង់អត់ទាន់រួចរាល់ទេហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅតាមដាននិងចង់ដឹងពីទស្សនវិជ្ជាក៏ដូចជាសកម្មភាពដ៏រ៉ករាក់របស់ពួកយើងនៅក្នុងដំណើរកម្សាន្តមួយនេះទៅជាយ៉ាងណាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ណាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំថ្ងៃភ្ជុំធំណាចាប់ផ្ដើមបើវីដេអូមកគឺយើងកំពុងតែរៀបចំធ្វើដំណើរទៅខាងបូកគោនេះគឺទៅគេបូកគោមួយយប់ហើយចាំមើលថ្ងៃទី2ថាយើងនឹងទៅណាអត់ទាន់ច្បាស់ទេឥឡូវកំពុងតែជាប់ប្រទេសភ្លើងជំរាបបងប្អូនដែលមានស្រុកកំណើតបងប្អូនតែងតែទៅស្រុកទៅអីចឹងណាពេលភ្ជុំណាតែសម្រាប់ដូចខ្ញុំអ្នកនៅពេញនេះគឺអត់មានស្រុកកណ្ដាលទេអញ្ចឹងគឺទៅគ្រប់ខេត្តស្រុកតែម្ដងឲ្យតែថ្ងៃភ្ជុំឬមួយក៏ចូលឆ្នាំហើយ Oh my god look at that យ៉ាអញ្ចឹងកំឡុងពេលនេះមកសម្រាប់ដំណើរកំសាន្តរបស់យើងនារដូវវស្សាបែបនេះគឺមានអារម្មណ៍ថាគឺ fresh មែនតើព្រោះដោយសារយើងជិះនៅក្រោម50ថ្ងៃក៏ដោយប៉ុន្តែអត់មានអារម្មណ៍ថាក្តៅទេព្រោះដោយសារនៅពេលដែលខ្យល់បក់មកគឺមានអារម្មណ៍ថាត្រជាក់ស្រួលមែនតើដូចមានលីឡំជាមួយនឹងចំហាយទឹកមកអញ្ចឹងណាហើយបើនិយាយពីថាទេសភាពតាមដងផ្លូវវិញគឺយ៉ាគឺ best មែនតើហើយកន្លែងណាមានវាស្រែមានអីទៀតគឺមើលទៅមានស្រូវមានអីដោះអញ្ចឹងណានិយាយទៅយ៉ាសាកថ្មជីវិតបានមកពេញហ្មងសម្រាប់មួយ trip នេះណាសម្រាប់ការធ្វើដំណើររបស់ពួកយើងពីភ្នំពេញមកកពតក៏អត់ត្រូវការចំណាយពេលយូរដែរព្រោះដោយសារដីជាងប្រហែលជាជាង100គីឡូជាងទេពីភ្នំពេញមកកពតណាអញ្ចឹងយើងជិះថាប្រហែលជាជាង2ម៉ោងទេតាមផ្លូវជាតិលេខ4បុកឡើងតាមខ្សែ1រហូតមកដល់ខាងយាយម៉ៅហើយយើងជិះមកប្រហែលជាជាង30គីឡូទៀតគឺយើងមកដល់ខ្លោងទ្វារកំពតហើយឥឡូវពួកយើងបានមកដល់ខេត្តកំពតហើយពួកយើងក៏អត់ប្រអង់ពេលវេលាយូរទៀតដែរព្រោះមេឃវាកាន់តែជ្រេទៅហើយយើងក៏នាំគ្នាជិះទៅផ្សារដើម្បីរកទិញម្ហូបធ្វើញ៉ាំយប់ហ្នឹងហើយសម្រាប់ផ្សារថ្ងៃហ្នឹងគឺមានមនុស្សច្រើនមែនតើព្រោះដោយសារតែថ្ងៃហ្នឹងក៏ជាថ្ងៃភ្ជុំដែរអញ្ចឹងមានបងប្អូនយើងច្រើនមែនតើទៅលេងកពតដូចគ្នាហើយពួកគាត់ទិញម្ហូបទិញអីទុកញ៉ាំអីអញ្ចឹងណាអញ្ចឹងក៏យើងទុកម៉ូតូហើយគឺយើងដើរចូលទៅក្នុងផ្សារតែម្ដងបាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ផ្សារកំពតហើយចូលរកទិញគ្រឿងក្រៅម្ហូបមហាស្លុកស្លុកហើយចាំយើងបន្តដំណើរទៅបូកគោដល់នេះឥឡូវសិចក្រោយបងមិនដឹងថាត្រូវទិញអីខ្លះហើយបាទបងហៅមកចូលពួកអាជើងមកមកចង់ឆាខ្សងហូស៊ីនេះចង់ទិញអានេះមែនបន្ទាប់ពីពួកយើងចូលផ្សាររួចដើម្បីទិញម្ហូបហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីយើងទៅ
កាន់បូកូនឹងឯងដូចយ៉ាងនេះឃើញអញ្ចឹងវីដេអូនៅក្នុងផ្សារគឺមានញ៉ៃមែនតើអញ្ចឹងខ្ញុំអត់បានថតអីច្រើនទេព្រោះដោយសារតែថ្ងៃភ្ជុំអញ្ចឹងមនុស្សដែលទៅផ្សារក៏មានច្រើនព្រោះដោយសារគេមកកពតគេតែការទិញម្ហូបយកទៅញ៉ាំតែអញ្ចឹងណាអញ្ចឹងក៏ខ្ញុំអត់បានថតអីច្រើនទេអញ្ចឹងបន្ទាប់ពីទិញហើយគឺយើងបន្តដំណើរទៅមុខទៀតបាទហ្នឹងហើយទាំងអស់គ្នាឥឡូវចាំសាំងជាទី2ហើយយើងបន្តដំណើរឡើងទៅមុខទៀតអញ្ចឹងនេះគឺមកដល់ផ្លូវច្រកចូលអញ្ចឹងបន្ទាប់ពីពួកយើងចាក់សាំងនៅជើងភ្នំបូកូរួចក៏យើងអត់ផ្អែព្រះអង្គយូរទៀតដែរយើងក៏ចាប់ផ្ដើមរៀបចំជិះទៅលើភ្នំបូកូយកតែម្ដងព្រោះដោយសារម៉ោងក៏វារៀងឆេល្ងាចអីដែរហើយអ្នកទាំងអស់គ្នាភ្នំបូកូបន្ទាប់ពីយើងឆ្លងពីអាខ្លោងទ្វារហ្នឹងទៅគឺដូចយើងមានអារម្មណ៍ថាពីរផ្សេងគ្នាដែរអារម្មណ៍ជិះម៉ូតូពីរផ្សេងគ្នាហ្មងគឺមួយខាងគឺដូចរឿងធម្មតាតែពីឆ្លងពីហ្នឹងមកគឺគឺបរិយាកាសជឿចាប់ផ្ដើមកាន់តែផ្លាស់ប្ដូរមែនទែនអញ្ចឹងនៅតាមជើងភ្នំនេះយើងអត់តន់ភ្លៀងទេប៉ុន្តែបន្ទាប់ពីយើងជិះទៅដល់ចង្កេះភ្នំអីហើយគឺភ្លៀងរហូតតែម្ដងហើយក៏ឃើញថាបងប្អូនយើងច្រើនមែនទែនដែលទៅលេងភ្នំបូកូហ្នឹងគឺមានម៉ូតូឡើងចុះច្រើនទៅវិញទៅមកជាមួយនឹងទឹកភ្លៀងហើយក៏ដូចជាមួយនឹងផ្សែងអាប់ដែលនៅលើភ្នំហ្នឹងគឺខ្ញុំរកអីពាក្យមកបរយាយប្រាប់បងប្អូនពីអារម្មណ៍មួយហ្នឹងមិនចេះប៉ុន្តែគាត់ថាគឺវាបេះខ្លាំងមែនទែនសម្រាប់យើងទៅសាកថ្មជីវិតណាបាទហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវគឺយើងបានរកកន្លែងគេឃើញហើយនៅខាងមុខនេះគឺជាពពកហើយជាមួយខាងក្រោយនេះគឺជាតាក់ឈោហូអញ្ចឹងបន្ទាប់ពីពួកយើងមកដល់រកកន្លែងគេងបានហើយយើងក៏អត់នៅចាំយូរដែរគឺពួកយើងចាប់ផ្ដើមរៀបចំដំឡើងតង់សម្រាប់គេងយប់ហ្នឹងហើយពួកយើងអាចអស់កន្លែងយូរទេព្រោះបើមេឃរតែភ្លៀងមកម្ដងទេព្រោះដោយសារពេលនៅហ្នឹងគឺពពកខ្លាំងមែនទែនពពកហោះកាត់លើក្បាលយើងហ្មងអញ្ចឹងវាខ្យល់ពពកហ្នឹងវាលាយឡំជាមួយនឹងទឹកភ្លៀងមកហ្មងអញ្ចឹងបើសិនជាករណីភ្លៀងទៀតគឺយើងអត់មានកន្លែងជ្រកទេហើយបើនិយាយពីខ្លួនខ្ញុំវិញគឺបាច់និយាយប្រហើយគឺឡើងសើមជោគហ្មងអញ្ចឹងត្រូវតែរៀបចំតង់ដើម្បីផ្លាស់កៅអៅឲ្យមានភាពកក់ក្ដៅណាព្រោះដោយសារគឺល្ងាមែនតើនៅលើនោះគឺល្ងាខ្លាំងមែនតើហ្មងបន្ទាប់ពីពួកយើងរៀបចំតង់គេងរួចក៏យើងអត់ចាំយូរដែរគឺយើងចាប់ផ្ដើមទៅឡើងសៀលតើព្រោះគាត់រៀបចំឲ្យភ្លាមមេចាប់ផ្ដើមរៀងអលឹមសិចមកហើយអញ្ចឹងបើសិនជាយើងអត់មានសៀលតើនេះក៏ពិបាកដែរព្រោះយើងត្រូវអង្គុយញ៉ាំហាភ្លៀងអីហើយយើងមានពេលដែលយើងទៅឡើងសៀលតើនេះហើយយើងអង្គុយញ៉ាំស៊ុបក្តៅជាមួយនឹងបរិយាកាសបែបត្រជាក់អញ្ចឹងអ្នកទាំងអស់គ្នាគឺរកពាក្យមកបរិយាយប្រាប់អ្នកទាំងអស់គ្នាអត់បានហ្មងគឺវានិយាយទៅគឺអែមខ្លាំងមែនតើហ្មងធ្វើកងខាង
បន្ទាប់ពីពួកយើងរៀបចំតង់រួចក៏ដូចជារៀបចំសៀទ័ររួចពួកយើងក៏នាំគ្នាឈាបន្តិចបន្តួចនៅទីនោះឃើញថាបរិយាកាសពិតជាអែមខ្លាំងមែនតែនហើយបន្ទាប់ពីឈារួចហើយយើងក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបយើងឯនេះគឺមានដូចជាឆាខ្សងសៀវឈាន់ក៏ដូចជាស៊ុបសៀវឈាន់គឺយើងញ៉ាំបែបចិត្តណាព្រោះដោយសារយើងត្រជាក់អញ្ចឹងយើងញ៉ាំបែបយើងក្តៅក៏ដូចជាហិលអីចឹងទៅវាជួយឲ្យយើងនេះកាន់តែមានអារម្មណ៍ថាកាន់តែ fresh កាន់តែប្រសើរឡើងជាងមុនបាយនៅផ្ទះយើងញ៉ាំរាល់ថ្ងៃពេកអីពេលខ្លះយើងគួរតែបដូរបរិយាកាសទៅញ៉ាំបែបព្រៃភ្នំញ៉ាំបែបមានពពកមានអាប់អីហោះកាត់អញ្ចឹងណាអញ្ចឹងវាកាន់តែឲ្យថ្មជីវិតយើងកាន់តែរឹងមាំសុខភាពផ្លូវចិត្តយើងកាន់តែល្អពិសេសគឺយើងមានធម៌ពលដើម្បីយើងរស់បន្តទៀតយើងជីវិតយើងមិនមាន10ឆ្នាំច្រើនដងទេអញ្ចឹងពេលខ្លះយើងគួរតែបដូរបរិយាកាសពីការញ៉ាំបាយផ្ទះក៏ដូចជាញ៉ាំស៊ុបសៀវឈាន់នៅហាងអីដូរមកបែបព្រៃភ្នំវិញក៏វាល្អមួយយ៉ាងដែរហើយយប់នឹងដែរក៏យើងអត់បានជានៅឈៀអីណាស់ដែរព្រោះដោយសារតែយើងក៏មាន plan យើងទៀតសម្រាប់ថ្ងៃស្អែក plan យើងសម្រាប់ថ្ងៃស្អែកគឺយើងចុះពីផ្លូវបូកគោថ្មីហ្នឹងទៅកាន់ផ្លូវជាលេខ4ឬថាផ្លូវនៅក្នុងគឺពិបាកខ្លាំងអញ្ចឹងយើងញ៉ាំហើយគឺយើងចូលសម្រាប់តែម្ដងអរុនសួស្តីអ្នកទាំងអស់គ្នាឃើញថាឥឡូវដល់ពេលព្រឹកវិញហើយគឺពួកយើងខកខាត់ប្រានម៉ោង6ម៉ោង7ទាំងដល់ដងនៅភ្នំពេញគេដល់ម៉ោង9ម៉ោង10អញ្ចឹងពេលខ្លះយើងបដូរបរិយាកាសពីនៅទីក្រុងហើយដូរទៅហកពីផឹករត់ហាត់ប្រាននៅក្នុងព្រៃយើងក៏ឃើញថាវាក៏ល្អមួយយ៉ាងដែរសម្រាប់ជីវិតរបស់យើងណាអញ្ចឹងបន្ទាប់ពីយើងហាត់ប្រាណជាមួយដៃគូយើង2 3ជុំរួចរាល់យើងក៏ចាប់ផ្ដើមធ្វើម្ហូបពេលព្រឹកដើម្បីញ៉ាំហើយម្ហូបយើងព្រឹកនេះគឺអត់មានអីទេគឺមានតែមីញ៉ាំហ្នឹងឯងគឺយើងឆុងមីញ៉ាំអីជុំគ្នាជាមួយនឹងគ្នាជាមួយនឹងដៃគូយើងអីអញ្ចឹងណាហើយក៏បន្ទាប់ពីញ៉ាំរួចយើងក៏ចាប់ផ្ដើមរៀបចំឲ្យវាយអវ៉ាន់ដើម្បីបន្តដំណើរទៅមុខទៀតព្រោះថ្ងៃហ្នឹងគឺយើង plan របស់យើងគឺដែលយើងនិយាយខាងដើមអញ្ចឹងគឺយើងត្រូវបន្តដំណើរទៅផ្លូវបូកគោថ្មីនឹងឯងអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ខាងលើកន្លែងក្រាសាំងសូគីមិចវិញហើយយើងរៀបចំទិញស្បៀងបន្ថែមដើម្បីចុះទៅផ្លូវថ្មីទៀតឥឡូវចូលមកទិញអីថែមចាក់ឡើងមកហ្នឹងមកប្រហែលជា11ដែរតិចដែរ នេះបន្ទាប់ពីពួកយើងជួបជុំគ្នានៅកន្លែងម៉ាតបូកគោហ្នឹងដែលគ្នាយើង2ម៉ូតូឡើងពីភ្នំពេញមកហើយក៏ដូចជាយើង3ម៉ូតូដែលយើងបានសម្រាប់នៅបូកគោហ្នឹងមួយយប់យើងក៏ចូលទៅទិញទឹកហើយយើងក៏ចេញដំណើរទៅហ្មងចាប់ពីកន្លែងហ្នឹងទៅគឺដល់កន្លែងដែលយើងត្រូវជូរចត់ក្អួតឈាមហើយនេះគឺជាកន្លែងដែលយើងត្រូវផ្លូវបត់ចូលទៅផ្លូវបូកគោថ្មីហ្នឹងសួរពូគាត់យាមនៅហ្នឹងគាត់ថាផ្លូវអត់សូវប្រហែលទេអញ្ចឹងណាមែនពេលដែលចូលទៅយើងអត់ប្រហែលទេផ្លូវដំបងណាគឺនិយាយថាគូអែមខ្លាំងមែនតើមកណាទាំងអស់គ្នាដូចយើងជិះនៅលើឋានសួគ៌អញ្ចឹងណាគឺវាផ្លូវបេតុងជាមួយនឹងពពកហោះកាត់យើងព្រាកមកគឺអែមខ្លាំងមែនតើបងប៉ុន្តែបន្ទាប់ពីអស់ពីសបាយជាមួយនឹងផ្លូវបែបហ្នឹងហើយគឺដល់កន្លែងដែលយើងត្រូវវេទនាម្ដងតិចហើយផុតពីផ្លូវបេតុងមកគឺមកដល់ផ្លូវដីហើយដូចអ្នកគ្នាឃើញអញ្ចឹងគឺផ្លូវដីយើងនៅអាចជិះបានទេប៉ុន្តែដល់ទៅដល់មុខទៀតនេះគឺលែងមានដីហ្មងគឺសុទ្ធតែថ្មភ្នំសុទ្ធហ្មងអញ្ចឹងចាំទៅតាមដានគ្នានៅមុខទាំងអស់គ្នាទៀតមកដល់ពេលនេះម៉ោង
ប្រហែលជា2ដណ្ដប់1ថ្ងៃណាប៉ុន្តែអ្នកនរគ្នាឃើញនៅលើវីដេអូហ្នឹងដូចជាកាមេរ៉ាបែបព្រិលណានេះមិនមែនជាបញ្ហាលើកាមេរ៉ាទេគឺមេកំពុងតែចោះអាប់អ្នកទាំងអស់គ្នាយ៉ាគឺមេកំពុងតែចោះអាប់ម៉ោង2ដណ្ដប់ម៉ោង1ថ្ងៃគឺមេឃបើកថ្ងៃប៉ុន្តែត្រជាក់ហ្មងនិយាយមែនត្រជាក់មែនហើយបើយើងនិយាយទៅលើផ្លូវវិញដូចជាលើដុំថ្មអញ្ចឹងអាលាក់សឹងធ្លាក់ក្អួតខ្ញុំនិយាយមែនប៉ុន្តែខ្ញុំអាចនិយាយបានថាផ្លូវនេះថ្ងៃក្រោយទៅគឺគេធ្វើស្អាតហើយផ្លូវបកគោថ្មីហ្នឹងចុះពីលើបកគោទៅផ្លូវជាតិលេខ4ហ្នឹងឯងគឺគេធ្វើស្អាតហើយអញ្ចឹងលេខបានជិះផ្លូវពិបាកបែបហ្នឹងហើយអញ្ចឹងបើអ្នកនរគ្នាចង់ challenge អាចទៅ challenge ឲ្យហើយបានជាមួយនឹងផ្លូវបកគោថ្មីនេះឯងព្រោះខ្ញុំគិតថាប្រទេសរបស់យើងកំពុងតែអភិវឌ្ឍពីមួយជំហានទៅមួយជំហានហើយអញ្ចឹងថ្ងៃក្រោយទៅប្រកាសជាលែងមានផ្លូវពិបាកជិះបែបហ្នឹងហើយអញ្ចឹងគួរតែទៅឲ្យហើយសាកល្បងបទពិសោធន៍បែបហ្នឹងឲ្យហើយតើនៅមានផ្លូវពិបាកបែបហ្នឹងព្រោះថ្ងៃមុខទៅអត់ដឹងថាមានផ្លូវពិបាកបែបហ្នឹងជិះអត់ទៀតទេព្រោះប្រទេសយើងកំពុងតែដើរទៅមុខពីមួយជំហានទៅមួយជំហានហើយហើយនេះគឺយើងដល់ផ្លូវដែលពិបាកខ្លាំងមែនតើហើយអ្នកនេះឃើញនៅក្នុងវីដេអូដូចជាងទៀបទេប៉ុន្តែជាក់ស្ដែងភ្នំហ្នឹងប្រហែលមួយទួលហ្នឹងណាប្រហែលជា10ម៉ែត្រជាង20ម៉ែត្រហើយខ្ពស់ខ្លាំងណាស់ទាំងអស់គ្នាដើរគ្រាន់តែមកចុះពីក្រោមឡើងទួលហ្នឹងគឺចង់ហត់ហើយមកយកម៉ូតូឡើងហើយមិនផ្លូវអាឡូណាគឺផ្លូវថ្មដូចនេះឃើញអញ្ចឹងនេះគឺជាម៉ូតូខ្ញុំជិះអត់ទៅមុខទេគឺវាកាលជាមួយនឹងថ្មណាហើយគ្នាយើងចាប់ដើមចុះជួយរុញគ្នាទៅវិញទៅមកសម្បីតែត្រៃហ្នឹងក៏នៅទៅមុខទៀតអស់ទៅគឺវាផាយតែថ្មនឹងយកតែម្ដងតែគឺផ្លូវនេះគឺពិបាកខ្លាំងមែនតើហើយចំណែក GS នេះវិញគឺម៉ូតូធំនេះវិញគឺចាប់ដើមខូចពីកន្លែងហ្នឹងយកតែម្ដងគឺលែងឆេះតែម្ដងជុំបរុញមិនតិចហើយយើងឈប់មិនតិចហើយខ្ញុំរុញទៀតហើយទុនជើងហីទុនជើងហីchị cô đó toàn thử ấy, chị cô đó toàn thử ấy, chị cô đập một thằng mỏ. Lươn, con rồi lại nó này, chơi kia mình không, mà coi chẳng. Muối bi bơi,
nơi nàoគ្នាបានឃើញវីដេអូហ្នឹងហើយម៉ូតូគ្នាយើងម្នាក់គឺបានដេលែងឆេះបច្ឆេះលែងឆេះតែម្ដងហើយខូចប៉ះចំម៉ូតូដែលធំជាងគេទៀតគឺ GS 1250cc នឹងឯងទម្ងន់ចិត្ត1តោនអ្នកទាំងអស់គ្នាធ្ងន់ណាស់ហើយគឺយើងព្យាយាមអស់ឡើងរុញឡើងតែអត់មើលទៅអត់ទៅមុខយើងក៏ព្យាយាមយក CRS គ្នាយើងម្នាក់ទៀតចងសារដើម្បីអស់ទៅមុខម៉ូតូ CRS អស់អត់ទៅមុខទេអ្នកទាំងអស់គ្នាអស់ទៅគឺរហូតតែហើបកង់មុខតែម្ដងយើងបានដូរដៃគ្នាម្ដងម្នាក់ស្នាប់អស់ណាតែនៅតែពិបាកមែនតើតែរកឧបសគ្គទាំងអស់សិតតែមានបញ្ហាអីដែលសំខាន់គឺសាមគ្គីនៅក្នុងក្រុមយើងមិនបោះបង់ចោលគ្នាយើងមិនអាចឃើញម្នាក់មានបញ្ហាយើងទៅចោលគ្នានោះទេគឺសំខាន់គឺសាមគ្គីនឹងឯងរាល់បញ្ហាទាំងអស់សិតតែមានដំណោះស្រាយអញ្ចឹងអីដែលសំខាន់នោះគឺភាពសាមគ្គីជួយគ្នាទៅវិញទៅមកមិនបោះបង់គ្នានៅពេលដែលមានការលំបាកអញ្ចឹងឃើញថាបន្ទាប់ពីយើងប្រើប្រាស់វិធីសាស្ត្រជាច្រើនក៏ដូចជាទាញក៏ដូចជាយកម៉ូតូអស់នៅតែមានការលំបាកមែនតែនព្រោះដោយសារម៉ូតូវាធ្ងន់អញ្ចឹងគឺផ្លូវហ្នឹងគឺសម្រាប់ខ្ញុំហ្មងណាខ្ញុំដើរទៅវិញទៅមកឡើងសឹងសឹកផ្លូវហ្មងព្រោះដោយសារទី1ត្រូវជិះម៉ូតូខ្លួនឯងមកមុខហើយត្រូវដើរបកត្រឡប់ទៅក្រោយដើម្បីរុញម៉ូតូហ្នឹងមកវិញទៀតតែពេលខ្លះវិញត្រូវរុញម៉ូតូហ្នឹងមកមុខហើយត្រូវដើរបកទៅក្រោយដើម្បីយកម៉ូតូខ្លួនឯងមកវិញទៀតមានរុញផងមានអស់ផងបើកន្លែងខ្លះចំណោតអីចឹងទៅយើងក៏ចាប់ផ្ដើមយកខ្សែយកអីទាញអស់ទៅដូចទីរុនកម្មចឹងប៉ុន្តែវាជាការសប្បាយមួយព្រោះវាអាចសបញ្ជាក់ពីការសាមគ្គីរបស់មិត្តភាពយើងនៅក្នុងក្រុមដែលមិនទៅណាចោលគ្នាណាគឺអ្នកគ្នាអាចមើលឃើញចំណោតបានគឺចោតខ្លាំងមែនទែនគឺយើងព្យាយាមអស់ឡើងហើយមិនមែនផ្លូវបេតុងណាគឺផ្លូវថ្មហ្មងហើយម៉ូតូកាលណាតែអត់ឆេះតាក់ជាមួយនឹងអាថ្មហ្នឹងគឺលែងទៅមុខតែម្ដងមកដល់លើនេះអ្នកនរគ្នាដូចអស់ម៉ូតូលើឋានសួគ៌អញ្ចឹងបរិយាដូចយើងដើរលើពពកអញ្ចឹងអ្នកនរគ្នាពពកឡើងងឹតហ្មងឈរពីគ្នាប្រហែលជា1ម៉ែត្រ2ម៉ែត្រអីគឺមើលគ្នាលែងឃើញតែម្ដងផ្លូវបូកូថ្មីនាំគ្នាដេកលើផ្លូវលាន់ឃើញថាការតស៊ូរបស់ពួកយើងអាចតទៅមុខទៀតបានទេព្រោះម៉ោងក៏កាន់តែជ័យអញ្ចឹងពួកយើងក៏សម្រេចចិត្តថាទុកអូន GG នេះនៅនេះមួយយប់ចាំស្អែកយើងបកត្រឡប់មកវិញហើយពួកយើងក៏បន្តដំណើរទៅមុខទៀតដើម្បីទៅរកកន្លែងចេញផុតពីផ្លូវនឹងសិនចាំស្អែកយើងបន្តមកក្រោយវិញទៀតឃើញថាផ្លូវទៅមុខក៏កាន់តែអែមពពកក៏កាន់តែធ្លាក់មកព្រោះដោយសារមេឃចាប់ផ្ដើមជ្រេល្ងាចដែរអញ្ចឹងណាចឹងបន្ទាប់ពីយើងធ្វើដំណើរផ្លូវនេះយ៉ាងយូរមកផ្ទៃមេឃក៏ចាប់ផ្ដើមបន្ទន់រស្មីចុះមកហើយគឺចាប់ផ្ដើមងងឹតហើយអ្នកទាំងអស់គ្នាឆ្វេងស្ដាំគឺយើងមើលលែងឃើញអីទាំងអស់គឺយើងមើលឃើញតែខាងមុខដែលភ្លើងម៉ូតូយើងនឹងទេគឺងងឹតស្លុបតែម្ដងអ្នកទាំងអស់គ្នាចាំតិចពុះ
ដែលយើងទុកអូនជីជីឲ្យនៅគេនៅលើពពកមួយយប់ហ្នឹងគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយព្រោះដោយសារយើងអត់បានដឹងថានៅផ្លូវខាងមុខហ្នឹងគឺពិបាកខ្លាំងមែនទែនអ្នកទាំងអស់គ្នាអញ្ចឹងសាកសម័យមើលអ្នកទាំងអស់គ្នាយើងអស់ម៉ូតូមកហើយពេលយប់ជាមួយនឹងការជិះឡើងភ្នំចុះភ្នំឡើងភ្នំចុះភ្នំហើយផ្លូវនេះនៅក្នុងទិដ្ឋភាពបែបហ្នឹងអ្នកសាកគិតមើលតើទៅជាយ៉ាងណាអញ្ចឹងគឺយើងសម្រេចចិត្តនេះគឺពិតជាមានការត្រឹមត្រូវមែនទែនដែលយើងទុកមួយយប់ហើយស្អែកឡើងយើងបកត្រឡប់ទៅយកវិញមេឃក៏ចាប់ដើមងឹតខ្លាំងទៅអ្នកទាំងអស់គ្នាអញ្ចឹងតែយើងក៏មិនបោះបង់ការតស៊ូរបស់យើងដែរព្រោះយើងអាចគេងនៅក្នុងព្រៃនឹងទេព្រោះវាអត់មានសុវត្ថិភាពសម្រាប់យើងដូចអ្នកនេះគឺអញ្ចឹងវាមានសត្វពស់សត្វអីនៅក្នុងនោះអញ្ចឹងយើងត្រូវតែព្យាយាមចេញឲ្យផុតពីផ្លូវហ្នឹងទោះបីជាពិបាកយ៉ាងណាក៏ដោយបន្ទាប់ពីពួកយើងចំណាយពេលជាច្រើននៅលើផ្លូវដ៏សែនលំបាករួចមកយើងក៏បានចុះមកដល់ក្រោមគឺបានចុះមកដល់ចកាដងព្រេងរបស់មុខរដ្ឋីរួចហើយឃើញថាផ្លូវក៏ជិតទៅដល់ផ្លូវជាតិដែរញ៉ាំបានថតអីច្រើនជាងនឹងទេប្រហែលជា 3-4 គីឡូទេគឺយើងទៅដល់ផ្លូវជាតិលេខ 4 ហើយយើងក៏សម្រាប់ថាគេនៅវារិញមួយយប់ហើយស្អែកយើងនឹងបន្តដំណើរទៅយកអូនជីជីយើងត្រឡប់មកវិញហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវគឺយើងបកមកយកម៉ូតូ CS ហ្នឹងវិញ Oh my god មកតែ3ម៉ូតូទេហើយយកដូចផ្លូវស្រាប់អញ្ចឹងគឺញាក់សាច់អញ្ចឹងOh my god បាទអាជីមកយកវិញហ្នឹងក៏ហត់ដែរមែនទេផ្លូវគឺអាលាក់ខ្លាំងមែនទេអូខេតោះយើងតដំណើរទៅមកទៀតអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវគឺយើងមកដល់កន្លែងម៉ូតូអូនជីយើងវិញហើយមិនគឺយើងទុកចោលនៅហ្នឹងមួយយប់អត់ដឹងថាគ្នារងាឯកាយ៉ាងណាទេត្រូវដេកនេះលើភ្នំបូកោមួយយប់ហើយមើលអានេះម៉ោង1ថ្ងៃណាចូលម៉ោង1យប់មិញតើគ្នារងាឯកាយ៉ាងណាគ្មានភួយគ្មានអ្នក take care នេះអូជីឥឡូវគឺបេសកកម្មរបស់យើងគឺត្រូវយកទៅវិញបើមិនជាស្រីឆេះគឺយើងជិះទៅវិញហើយបើស្រីអត់ឆេះទេយ៉ាគឺមានថាអស់ទៅតាមអាផ្លូវដែលយើងមកហ្នឹងអាផ្លូវហ្នឹង Oh my god ឡើងអូដល់កតោះចឹងឥឡូវយើងរៀបចំ maintenance បន្តិចបើមិនជាអាចនឹងឆេះយើងយកទៅវិញបើអត់ឆេះទេគឺអស់ទៅវិញអញ្ចឹងដំណើរកម្សាន្តរបស់យើងមួយនេះគឺបានបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំអត់បានថតវីដេអូថែមទៀតទេព្រោះសារវាហត់ខ្លាំងពេកហើយម៉ូតូអូនជីជីរបស់យើងបន្ទាប់ពីយើងឆ្កឹះឆ្កៀលិចកាត់ទៅហើយរុញចុះរុញឡើងទៅក៏វាឆេះហើយបានត្រឡប់មកក្រុងកំពតវិញហើយយើងក៏បានរៀបចំឲ្យវាយអវ៉ាន់ដើម្បីត្រឡប់មកទីក្រុងភ្នំពេញវិញអញ្ចឹងអរគុណអ្នកទាំងអស់គ្នាមែនទែនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សង្ឃឹមថាដំណើរកម្សាន្តមួយនេះនឹងធ្វើឲ្យអ្នកគ្នាសប្បាយចិត្តក៏ enjoy ជាមួយនឹងដំណើរកម្សាន្តរបស់ខ្ញុំដូចគ្នាអញ្ចឹងកុំភ្លេច subscribe ហើយដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូផ្សេងទៀតពី channel របស់ខ្ញុំជួបគ្នានៅវីដេអូក្រោយបាយបាយ